chàng bật này nha bật to bị khơi video này chàng con sơ sả lá bong ôn khai dương này chị đại chàng có thử rút chay chương kia chàng phố tại trao xiêm liên biên cứ niên nhom mắt bắt chỉ miếng nào lắm chưa cha bong nhom còn khơi video á nhom khơi video hay cứ nhom hô tập này mỏng chàng nhom hô tập này tha ta bị chia chôn dương kho ấy bị chia chôn cam bị chia miên cầm ho ấy chàng chia bị chia chôn này slow boat chàng smart răng miên tại snap nhầm nhầm chàng cho hai ấy ban chia bộ xiêm liên biên này video rương dương chàng đong hai đong tiên đong hai đong tiên ót chơi chậm ót chơi hai ta chọn bạn ấy kia ở bậc học đi bị chia chôn không ai đại smart strong slow strong hai nhung dậy bị môn á đại nhung chưa chậm bong bong nhung chưa chậm không tập này nhung lật cất ha bị môn á môn pe đại miên rương nhá dương cất thao dương lo mùi kế đôi kia lo mùi dương trà dương cất thao chắc á bong bong trà nhung dậy oi nhóm có chi nè roxy đại thua do ván xiêm mà lũ đây trà nhung thì dậy smart strong trà cứ thua do ván xiêm cứ nhung có chi ăn đất nè đại thua do ván xiêm mà lũ đây thôiខ្ញុំទឹកភ្នែកខ្ញុំទឹកភ្នែកថាជនជាតិខ្មែរយើងនេះគឺស្មោះត្រង់ចាល្អណាស់បងប្អូនយើងអត់ដែរគិតអីទេយើងអត់ដែរមានកំណត់អាក្រក់មួយគេទេយើងមានតែទឹកចិត្តល្អចំពោះគេយើងខំតែញ៉ាំគេណាយកមកលក់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុកមួយឆ្នាំចារាប់ពាន់លានដុល្លារចាហើយមិនចឹងទេចានាំគ្នាដើរលេង shopping ទៅព្យាបាលនៅមន្ទីរពេទ្យនៅស្រុកគេគឺសិតតែចំណាយលុយទាំងអស់ចុះហេតុអីបានជាគេធ្វើមកលើប្រជាជនយើងវិញអញ្ចឹងតើប្រជាជនយើងខុសអីនៅពេលដែលពីមុនយើងខំស្រឡាញ់គេណាយើងគាំទ្រផលិតផលគេយើងទៅដើរលេងស្រុកគេចាយើងលើកស្ទួយគេសពបែបយ៉ាងតើហេតុអីតើពេលឥឡូវនេះដែលគេរករឿងយើងមិនចេះចាប់មិនចេះហើយតើយើងខុសអីគេចាមិនត្រឹមតែមិនដឹងពីសន្តានចិត្តជនជាតិខ្មែរយើងដែលខំគាំទ្រគេទេគេមើលងាយយើងទៀតសិតតែយើងចាសុំទានកន្លះប្រទេសសិតតែយើងប្រទេសអ្នកក្រអស់ពីមើលងាយមើលថោកតបមកឥឡូវនេះគឺរករឿងចាបាញ់ប្រហារមកខាងយើងមុនឆ្លៀនពៀនមកខាងយើងមុនខ្ញុំទឹកភ្នែកចាបងប្អូនគឺខ្ញុំទឹកភ្នែកតែម្ដងព្រឹកនេះគឺបន្ទាប់ពីឃើញវីដេអូខ្ញុំឈឺចាប់ណាបងប្អូនឈឺចាប់ដល់ថាពីមុនខំគាំទ្រគេសពបែបយ៉ាងទាំងអស់ចំណាយលុយទិញយកផលិតផលគេយកមកលក់ចែកតែទីបំផុតនេះជាលទ្ធផលចាលទ្ធផលដែលគេគឺជាអ្នកដែលសម្បូរល្បិចចាគេសម្បូរល្បិចកលណាបងប្អូនគេធ្វើដាក់យើងគឺពោពេញទៅដោយល្បិចកលតែខ្មែរយើងវិញគឺមានតែភាពស្មោះត្រង់ចាស្នាមញញឹមទឹកចិត្តល្អតែអ្វីដែលគេផ្ដល់មកឲ្យយើងវិញចាអញ្ចឹងមិនថាអ្នកល្បិចទេបងប្អូនល្បិចខ្លាំងណាស់បងប្អូនអញ្ចឹងហើយបងប្អូនខ្មែរយើងណាដូចឥឡូវនេះគឺខ្ញុំអត់មានលក់អីវ៉ាន់សៀមទៀតទេគឺខ្ញុំឈប់លក់តាំងពីពេលដែលយើងមានរឿងតាំងពីមានរឿងគឺខ្ញុំឈប់យកមកលក់តែម្ដងចាគឺខ្ញុំឈប់យកផលិតផលសៀមហ្នឹងមកលក់ចែកចាយទៀតហើយខ្ញុំជំនួសដោយខំប្រឹងប្រែងធ្វើយ៉ាងណាស្រាវជ្រាវផលិតផលក្នុងស្រុកដូចជាសពថ្ងៃបងប្អូនដែលបានស្គាល់ខ្ញុំមួយចំនួនហ្នឹងហើយគឺផលិតផលដែលខ្ញុំលក់គឺកុមារឈានមុខដែលផលិតនៅក្នុងប្រទេសខ្មែរយើងពិតៗអញ្ចឹងបងប្អូនទាំងអស់គ្នាសូមចងចាំចាការឈឺចាប់មួយនេះគាំទ្រផលិតផលក្នុងស្រុកយើងដើម្បីឲ្យ